មេរៀនជីវិតពីស្ត្រីអាយុ58ឆ្នាំជោគជ័យសុភមង្គលនឹងការរស់នៅតាមផ្លូវរបស់ខ្លួនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងមួយដែលមានមេរៀនជីវិតយ៉ាងជ្រាលជ្រៅពីស្ត្រីម្នាក់ឈ្មោះ Janet ដែលមានអាយុ58ឆ្នាំហើយបានចាប់ផ្ដើមនិងបង្កើតអាជីវកម្មជោគជ័យជាច្រើនអ្វីដែលគួរឲ្យចាប់អារម្មណ៍មិនមែនគ្រាន់តែជាភាពជោគជ័យរបស់គាត់ទេប៉ុន្តែជាមេរៀនដែលគាត់រៀនពីជីវិតការបរាជ័យការសម្រេចចិត្តនិងសុភមង្គលទី1គំរោះនៅដើម្បីបំពេញចិត្តអ្នកដទៃJanet បាននិយាយថាការផ្លាស់ប្ដូរដ៏ធំបំផុតមួយក្នុងជីវិតរបស់គាត់គឺឈប់ខ្វល់ខ្លាំងពេកពីអ្វីដែលអ្នកដទៃគិតនៅពេលគាត់មានអាយុ18ឆ្នាំគាត់បានចាកចេញទៅរស់នៅប្រទេសអ៊ីតាលីដោយខ្លួនឯងគាត់មិនបានរស់នៅតាមផ្លូវដែលសង្គមកំណត់ឲ្យទេគាត់ធ្លាប់ត្រូវបានគេប្រាប់ថាគួរតែរស់នៅតាមច្បាប់របស់សង្គមប៉ុន្តែគាត់បានរកឃើញថាអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តបានទេដូច្នេះកុំចំណាយជីវិតរបស់អ្នកដើម្បីព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តចូលសួរខ្លួនឯងថាតើខ្ញុំកំពុងរស់នៅតាមក្តីស្រមៃរបស់ខ្ញុំឬកំពុងរស់នៅតាមអ្វីដែលអ្នកដទៃចង់ឲ្យខ្ញុំក្លាយជាទី2កុំខ្លាចការចាប់ផ្ដើមឡើងវិញនៅពេល Janet ចាប់ផ្ដើមអាជីវកម្មដំបូងគាត់មានមនុស្សជាច្រើនប្រាប់ថាវាមានហានិភ័យហើយអាចបាត់បង់អ្វីៗទាំងអស់ប៉ុន្តែគាត់គិតថាខ្ញុំមិនមានអ្វីច្រើនដើម្បីបាត់បង់ទេបើខ្ញុំបរាជ័យខ្ញុំអាចចាប់ផ្ដើមឡើងវិញបាននេះជាគំនិតដែលគួរឲ្យយើងរៀនពេលខ្លះយើងខ្លាចការបរាជ័យខ្លាំងពេករហូតមិនហ៊ានចាប់ផ្ដើមអ្វីទាំងអស់ប៉ុន្តែសំណួរដ៏សំខាន់មិនមែនត្រឹមតែបើខ្ញុំប្រថុយតើខ្ញុំនឹងបាត់បង់អ្វីតែត្រូវសួរផងដែរបើខ្ញុំមិនប្រថុយតើខ្ញុំនឹងបាត់បង់អ្វីអ្នកអាចបាត់បង់ឱកាសអ្នកអាចបាត់បង់ពេលវេលាអ្នកអាចរស់នៅជាមួយពាក្យថាបើសិនជាខ្ញុំបានធ្វើទី3កុំប្រញាប់ពេកសាងសង់មូលដ្ឋានឲ្យរឹងមាំក្រោយពីមានបទពិសោធន៍ជាច្រើនឆ្នាំ Janet បាននិយាយថាប្រសិនបើអាចត្រឡប់ទៅអតីតកាលគាត់មិនចង់ប្រញាប់ជាងមុនទេគាត់នឹងផ្ដោតលើការសាងសង់មូលដ្ឋានឲ្យរឹងមាំនេះជាមេរៀនសំខាន់សម្រាប់អាជីវកម្មនិងជីវិតកុំប្រញាប់ពង្រីកអាជីវកម្មប្រសិនបើមូលដ្ឋានរបស់អ្នកមិនទាន់រឹងមាំកុំប្រញាប់ចង់បានលទ្ធផលធំប្រសិនបើអ្នកមិនទាន់មានប្រព័ន្ធនិងវិន័យការរីកចម្រើនយឺតប៉ុន្តែរឹងមាំប្រសើរជាងការរីកលឿនហើយដួលរលំទី4រៀនស្ដាប់អារម្មណ៍ខាងក្នុងរបស់ខ្លួនមានពេលមួយ Janet បានវិនិយោគប្រាក់យ៉ាងច្រើនក្នុងគម្រោងមួយនៅទីក្រុង Los Angeles នៅពេលមានវិបត្តិ COVID គាត់មានអារម្មណ៍ខាងក្នុងថាគួរតែបញ្ឈប់គម្រោងនេះប៉ុន្តែគាត់បានស្ដាប់មតិរបស់មនុស្សជុំវិញខ្លួនហើយសម្រេចបន្តចុងក្រោយគម្រោងនោះត្រូវបានបិទហើយគាត់បានខាតបង់ប្រាក់យ៉ាងច្រើនមេរៀនដែលគាត់រៀនគឺពេលវាជាលុយរបស់អ្នកជីវិតរបស់អ្នកនិងអនាគតរបស់អ្នកត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួនមតិអ្នកដទៃអាចមានប្រយោជន៍ប៉ុន្តែចុងក្រោយអ្នកជាអ្នករស់នៅជាមួយលទ្ធផលទី5កុំរស់នៅដោយខ្លាចការវិតម្លៃពីអ្នកដទៃ Janet ធ្លាប់ទទួលការរិះគន់ខ្លាំងៗនៅលើបណ្ដាញសង្គមមានអ្នកស្រឡាញ់គាត់មានអ្នកមិនចូលចិត្តគាត់មានអ្នកនិយាយអាក្រក់អំពីគាត់ប៉ុន្តែគាត់បានដឹងថាមនុស្សភាគច្រើនក៏រវល់ជាមួយជីវិតរបស់ពួកគេដែរពួកគេមិនបានគិតពីអ្នកច្រើនដូចដែលអ្នកគិតទេដូច្នេះកុំឲ្យ comment មួយឬការរិះគន់មួយបំផ្លាញអារម្មណ៍និងទិសដៅជីវិតរបស់អ្នកមិនអាចគ្រប់គ្រងអ្វីដែលមនុស្សនិយាយបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងថាអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេចទី6ជោគជ័យនិងសុភមង្គលគឺជារឿងពីរដែលត្រូវសាងសង់ជាមួយគ្នាមនុស្សជាច្រើនគិតថាបើខ្ញុំមានលុយខ្ញុំនឹងសប្បាយចិត្តបើខ្ញុំមានអាជីវកម្មធំខ្ញុំនឹងសប្បាយចិត្តបើខ្ញុំជោគជ័យខ្ញុំនឹងមានសុភមង្គលប៉ុន្តែការពិតគឺភាពជោគជ័យមិនធានាសុភមង្គលទេអ្នកអាចមានលុយប៉ុន្តែមិនមានសេចក្តីសុខអ្នកអាចមានអាជីវកម្មប៉ុន្តែមិនមានពេលរស់នៅអ្នកអាចមានភាពល្បីល្បាញប៉ុន្តែខាងក្នុងបែរជាទៅទេដូច្នេះកុំផ្ដោតតែលើការរកលុយត្រូវសាងសង់សុខភាពផ្លូវចិត្តទំនាក់ទំនងពេលវេលានិងសមត្ថភាពរីករាយជាមួយជីវិតផងដែរចុងក្រោយចង់បានតិចហើយរស់នៅក្នុងពេលបច្ចុប្បន្ន Janet បានលើកឡើងថាមនុស្សសម័យនេះមានជម្រើសច្រើននិងមានអ្វីដែលចង់បានច្រើនពេកពេលខ្លះយើងមិនត្រូវការច្រើនទេយើងគ្រាន់តែត្រូវការរៀនចង់បានតិចហើយអ្វីដែលសំខាន់បំផុតគឺរស់នៅក្នុងពេលបច្ចុប្បន្នយើងមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេយើងមិនដឹងថាតើថ្ងៃណាជាថ្ងៃចុងក្រោយរបស់យើងទេដូច្នេះនៅព្រឹករាល់ថ្ងៃសូមភ្ញាក់ឡើងហើយនិយាយទៅកាន់ខ្លួនឯងថាថ្ងៃនេះខ្ញុំនឹងរស់ឲ្យបានល្អខ្ញុំនឹងធ្វើអ្វីដែលមានន័យខ្ញុំនឹងស្រឡាញ់មនុស្សដែលខ្ញុំស្រឡាញ់ហើយខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលារបស់ខ្ញុំទេហើយបើអ្នកសួរថាតើអ្វីជាអាចកំបាំងនៃសុភមង្គលចម្លើយគឺរកឲ្យឃើញដោយខ្លួនឯងថាអ្វីធ្វើឲ្យអ្នកមានសុភមង្គលហើយចាប់ផ្ដើមរស់នៅតាមវាជីវិតគឺជាជម្រើសរបស់យើងរាល់ថ្ងៃកុំរស់ដើម្បីឲ្យអ្នកដទៃពេញចិត្តកុំខ្លាចការចាប់ផ្ដើមឡើងវិញកុំប្រញាប់ពេករៀនស្ដាប់ខ្លួនឯងកុំឲ្យមតិអ្នកដទៃគ្រប់គ្រងជីវិតហើយសំខាន់បំផុតកុំភ្លេចរស់នៅខណៈពេលដែលអ្នកកំពុងព្យាយាមកសាងជីវិត